admin sponsor ណាម្នាក់ស្រីនៅក្នុងវីដេអូនោះគឺថាទាទៅរហូតហ្មងអ្នកគ្នាកន្លែង buffet មួយកន្លែងនេះម្នាក់$17ជាងឯប៉ុន្តែសាច់អីគឺ quality ទាំងអស់សាច់គោសាច់ជ្រូកអីគឺ quality ហ្មងអ្នកនរគឺរសជាតិសាច់អាំងបែបកូរ៉េពិតៗហ្មងណាហើយនៅនេះវិញគឺថាមានការរៀបចំឲ្យដូចកូរ៉េតែវាអត់សំខាន់ទេសំខាន់លើរសជាតិអ្នកនរគ្នាហើយអ្នកម្នាក់ស្រីហ្នឹងគឺទាទៅរហូតហ្មងអ្នកនរគ្នាហើយបើសិនអ្នកនរគ្នាទៅខ្ញុំ recommend ឲ្យអង្គុយនៅខាងក្រោមវិញដោយសារខាងលើនេះបន្ទប់បិទចិត្តទៅពេលអាំងទៅវាហប់អត់សូវស្រួលញ៉ាំទេអ្នកនរគ្នាហើយអ្វីដែលខ្ញុំចូលចិត្តជាងគេហ្នឹងគឺសាច់គោនិងសាច់ជ្រូកគេនៅហ្នឹងគឺឆ្ងាញ់ខ្លាំងមែនតើអត់ដូច buffet កន្លែងផ្សេងខ្ញុំសុំធានាហ្មងបើគ្រឿងសមុទ្រអីផ្សេងដូចគេដូចឯងមែនបើថាសាច់គោប្រឡាក់ឆ្អឹងជំនីនេះហើយនឹងសាច់ជ្រូក3ជាន់សាច់គោហើយនឹងសាច់ជ្រូកនិយាយទៅប្រភេទសាច់គោសាច់ជ្រូកគឺឆ្ងាញ់ទាំងអស់អ្នកគ្នារសជាតិគឺខុសពីកន្លែងផ្សេងហ្មងហើយសំខាន់នោះគឺទឹកជ្រលក់គេហ្នឹងគឺរសជាតិរបស់កូរ៉េហ្មងអ្នកគ្នាខ្ញុំចូលចិត្តខ្លាំងណាហើយម្នាក់ស្រីនៅក្នុងវីដេអូហ្នឹងអ្នកគ្នាឃើញមីហ្នឹងគឺថាទាទៅស៊ីនៅនឹងរហូតតែម្ដងសុំតោះស៊ីចោលរិសាទៅហ្នឹងគឺមិនញ៉ាំទេអ្នកគ្នាគឺចូលលក្ខណៈស៊ីតែម្ដងមុនហ្នឹងអ្នកគ្នាឃើញមាន side dish ហ្នឹង side dish ដែលខ្ញុំចូលចិត្តជាងគេគឺអានំដូចនំចៀននំកញ្ឆាយអាហ្នឹងក៏ឆ្ងាញ់ដែរនំកញ្ឆាយហ្នឹងគឺឆ្ងាញ់ហ្មងញ៉ាំចូលមាត់ទៅគឺស្រួយហើយវាឈ្ងុយនំកញ្ឆាយហ្នឹងឆ្ងាញ់នៅមាន side dish មួយចំនួនទៀតអ្នកនរគួរតែ try សាកទៅញ៉ាំទាំងអស់គ្នាណាហើយខ្ញុំនិយាយណាចោះដោយសារឃើញក្នុងវីដេអូនេះគឺខ្ញុំថតច្រើនជាងគេគឺសាច់ជ្រូក3ជាន់ហើយនឹងសាច់គោអាំងគឺថាអ្នកនរគ្នាចូលទៅគឺអត់ខុសបំណងទេហើយម្នាក់ដូច$7-10ជាងទាំងបុកទាំងតាក់ទាំងអីហើយអស់ហ្នឹងហើយបើសិនជាទៅអ្នកនរគ្នាទៅអង្គុយអាខាងក្រោមដូចខ្ញុំនិយាយមិញចឹងដោយសារខាងក្រោមវាមានចោលឱកាសធំទូលាយទៅវាអត់សូវហប់យើងហើយស្រួលហៅទៀត